អាំងស្រួយគឺគាត់លក់នៅម្ដុំសន្ធរមុខជាទៅបងប្អូនមកទៅញ៉ាំចេកអាំងស្រួយរបស់គាត់គឺត្រូវតែរងចាំគាត់អាំងមកប្រទះហ្នឹងរៀងយូរដែរហ្នឹងប្រហែលជា4-5នាទីគាត់ប្រែត្រឡប់អញ្ចឹងណាហើយចង្ក្រានមួយហ្នឹងអាំងបានតែមកប្រទះទេមិនអាចអាំងបានច្រើនរាប់សិបប្រទះលក់ឲ្យតាន់បងប្អូនទេកាលពីវ័យកុមារគឺបានចេកអាំងនឹងញ៉ាំហើយញ៉ាំទៀតគឺជក់មាត់ព្រោះតែធំឡើងហ្នឹងហើយបាននឹកឃើញរសជាតិកាលនៅពីក្មេងចង់ទិញញ៉ាំនឹងឯងហើយគឺគាត់បាទអាំងឆ្អិនគាត់មូជាមួយនឹងកំប៉ុងភេសជ្ជៈហើយចឹងទៅបានជាមូហើយបានគាត់ដាក់ថង់កន្លែងគាត់ហ្នឹងអេដមីនជិះឃើញចៃដន្យអីទេដោយសារតែក្លិនបាទជះប៉ះចំមុះអេដមីនកំពុងតែជិះម៉ូតូហ្នឹងដើម្បីនាំគោលដៅអេដមីនមកទិញកន្លែងគាត់តែម្ដងអត់ចាំយូរទេឃ្លានក៏ឃ្លានហើយឃើញកន្លែងគាត់អាំងក៏តំណងហើយក៏មានក្លិនឈ្ងុយមានណាហើយតម្លៃធូរថ្លៃទៀតអើយបងប្អូនហើយអាំងភ្លាមនៅពេលដែលញ៉ាំគឺរសជាតិវាក្តៅភ្លាមអត់តែអត់ទៅស្រួយទេទន់នៅពេលដែលគាត់ខ្ចប់ដាក់ចូលក្នុងថង់វាទៅជាស្រួយឆ្ងាញ់ញ៉ាំជក់មាត់ជាងពេលគាត់អាំងក្តៅណាហើយបងប្អូនអាចទិញញ៉ាំបានដែលគាត់លក់នៅម្ដុំសន្ធរមុខគឺស្រួយឆ្ងាញ់ញ៉ាំជក់